បងប្រុសរបស់សម្ដេចតេជោគឺអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសែនបានទទួលមរណភាពបងប្រុសរបស់សម្ដេចតេជោហ៊ុនសែនគឺអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសែនទទួលមរណភាពនៅវេលាម៉ោង 2:27 នាទីរំលងអធ្រាត្រដោយរោគគៀតពៀតក្នុងជនមានអាយុ78ឆ្នាំដំណឹងមរណភាពត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈដោយសម្ដេចតេជោហ៊ុនសែនលើទំព័រ Facebook ផ្លូវការនាវេលារំលងអធ្រាត្រឈានចូលថ្ងៃទី28ខែមីនានេះសម្ដេចតេជោសរសេរលើទំព័រ Facebook ផ្លូវការក្នុងន័យដើមដូចនេះសង្ខារមិនទៀងតែការស្លាប់គឺទៀងបងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរបើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះខ្ញុំនិងភរិយារួមជាមួយកូននិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទី1ពេលបងទី2ទទួលមរណភាពពេលនោះយើងមិនហ៊ានផ្ដល់ដំណឹងជូនបងទី1ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកកយើងព្យាយាមលាក់បាំងជាមួយគាត់រហូតគាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថាអូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង12ឆ្នាំមុន2013ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្ការរបស់ខ្ញុំក៏មិនបានដឹងរហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែររឿងនេះពេលបងទី1ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹងតែมันអាចមកតនដង្ហើមចុងក្រោយបងទី1បានដែរបងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនគឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្ដល់ឱកាសឲ្យប្អូនពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញបំណងធំរបស់បងទី1គឺធ្វើថៃផែនទីដែលពេលនេះហៅថាមន្ត្រីសូរ្យោដីកើតចាស់ឈឺស្លាប់គឺជាក្រិតក្រមធម្មជាតិដែលមិនអាចជៀសវាងបានសមនឹងដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបរិយវង្សវត្តសម្ដេចព្រះពោធិ៍វង្សណយជ្រឹកសម្ដេចព្រះសង្ឃនាយករងទី1គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងភូមិសំរោងជើងសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញនាថ្ងៃពុធ5កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង 7:11 នាទីព្រឹកបងប្រុសបង្កើតទី1សម្ដេចតេជោហ៊ុនសែនត្រូវបានព្រះមហាក្សត្រប្រុសព្រះរាជទានគោរមងារជាអ្នកអង្គញាឧត្តមមេត្រីវិសិទ្ធហ៊ុនសែនកាលពីថ្ងៃទី14ខែកក្កដាឆ្នាំ2023ដោយទ្រង់យល់ថាអ្នកអង្គញាហ៊ុនសែនបរិច្ចាគកម្លាំងកាយចិត្តនិងទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុតបូជាចំពោះសង្គមជាតិនិងបានជួយកសាងសមិទ្ធផលនានាជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពឹងទាំងឡាយប្រកបដោយមហាសប្បុរសធម៌មនុស្សធម៌នៅកម្ពុជាជាប់ក្នុងសេចក្តីស្រឡាញ់ដ៏វិសេសមាត់ម៉ងឥតមន្ទិលសេចក្តីបរិសុទ្ធក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនានិងបានចូលរួមការងារបម្រើជាតិមាតុភូមិតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ1993កសាងបាននៅសន្តិភាពជាតិឯកភាពជាតិសេដ្ឋកិច្ចជាតិការអភិវឌ្ឍជាតិលើគ្រប់វិស័យការពារលទ្ធិប្រជាធិបតេយ្យនិងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរព្រមទាំងរក្សានិងការពារបាននៅឯករាជ្យជាតិនិងបូរណភាពទឹកដីក្រោមកិច្ចដឹកនាំដ៏ឆ្នើមឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចតេជោហ៊ុនសែននាពេលកន្លងមក